អ្នកនរគ្នាខ្ញុំធ្លាប់ឮលោកទេសនាឬក៏ចាស់គាត់និយាយគាត់ថាទេវតានៅពេលទៅកើតរសាបុណ្យណាបាទនៅពេលទៅកើតគឺមានមិនមែនដូចមនុស្សយើងទៅកើតក្នុងផ្ទៃម្ដាយណាបាទទេវតាគឺកើតរសាកម្លាំងបុណ្យដែលយើងធ្វើទៅកើតបាទទៅកើតដោយកម្លាំងបុណ្យហើយកើតមកភ្លាមហ្នឹងមានរូបរាងដូចជាកំមុំកន្លោះ18ឆ្នាំអញ្ចឹងអាយុ18ឆ្នាំអញ្ចឹងគ្មានការចាស់ជរាអីទេរហូតដល់អស់បុណ្យគឺចុតិមកទៅចាប់ចិត្តទៅកន្លែងផ្សេងទៅជាមនុស្សឬក៏ទៅកន្លែងណាផ្សេងបាទគឺมันមានសភាពចាស់ទ្រុឌទ្រោមដូចមនុស្សយើងអាយុ50ឆ្នាំអាយុ60ឆ្នាំនេះមានសភាពស្បែកជ្រីវជ្រួញអត់ទេបាទចំពោះបងប្អូនដែលមិនទាន់ចុចពាក្យ Subscribe សូមបងប្អូនជួយចុចពាក្យ Subscribe និងសញ្ញាកណ្ដឹងដើម្បីជាកម្លាំងចិត្តសម្រាប់បងប្អូននៅក្នុង Facebook ឬក៏ក្នុង TikTok ក៏សូមជួយចុចពាក្យ Follow ដើម្បីទទួលបានវីដេអូថ្មីៗនិងជាកម្លាំងចិត្តក្នុងការបន្តការងារសិល្បៈគំនូរនេះបាទអរគុណច្រើនហើយក៏សូមអរគុណបងប្រុសនៅក្នុង TikTok ដែលមាន profile ឈ្មោះទុនសាយតូចសម្រាប់ការផ្ដល់ជូននៅបទភ្លេងសំឡេងរនាតដ៏សែនពីរោះនេះដើម្បីកំដរវីដេអូនេះបាទអរគុណច្រើនបងប្រុស